កាន់សម្លេងសង្គ្រោះជាតិខ្ញុំប្រកាសណាសូមថ្វាយបង្គំប្រគុណម្ចាស់គ្រប់ព្រះអង្គនិងសូមជម្រាបសួរជំរាបរួមជាតិដែលកំពុងតាមដានការផ្សាយរបស់សម្លេងសង្គ្រោះជាតិថ្ងៃនេះដែរគឺជាវេទិកាពិសេសមួយដែលខ្ញុំបាទចូលមកសម្របសម្រួលជាមួយនឹងកិច្ចសម្ភាសគឺអាយដាមអ៊ុំសំអានថ្ងៃនេះគឺជាថ្ងៃសៅរ៍ទី29ខែកដិកឆ្នាំ2025ត្រូវនៅថ្ងៃ9កើតខែមករាឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ហើយវាគ្មិនរបស់យើងពុកម៉ែបងប្អូនបានដឹងទាំងអស់គ្នាហើយតាមការផ្សព្វផ្សាយទៅលើ poster របស់យើងគឺថ្ងៃនេះគឺជួបជាមួយខ្ញុំនិងអាយដាមអ៊ុំសំអានហើយឥឡូវនេះអាយដាមអ៊ុំសំអានកំពុងទៅនៅក្នុងបន្ទប់ផ្សាយរបស់យើងពុកម៉ែបងប្អូនបានដឹងហើយមួយរយៈចុងក្រោយនេះគឺបញ្ហាព្រំដែនគឺក៏ក្រើកមែនតែម្ដងដែលពួកយើងដែលជាសមាជិកាថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាឯករាជ្យ23តុលាបានធ្វើការយ៉ាងសកម្មពាក់ព័ន្ធទៅនឹងការចូលរួមការពារបូរណភាពទឹកដីកម្ពុជាជាក់ស្ដែងមានទាំងអ្នកកិច្ចការងារបរទេសមានទាំងអ្នកជំនាញព្រំដែនហើយមានទាំងអ្នកស្រាវជ្រាវអីគឺយើងមានគ្រប់ទម្រង់ទាំងអស់សម្រាប់ចូលរួមការពារទឹកដីរបស់យើងទាំងអស់គ្នាបាទឥឡូវសូមជួបជាមួយអាដាមអ៊ុំសំអានអរគុណបាទចែកទេសបាទបាទសូមជំរាបបាទសូមជំរាបសួរលោកផនផាណាហើយសូមជំរាបសួរបងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេសផងដែរបាទខ្ញុំដូចជាមានបញ្ហាបច្ចេកទេសបន្តិចដោយសារតែជាស្រ័យបាទខ្ញុំចូលមើលបន្តិចបាទដោយសារតែខ្ញុំឃើញអាដាមអ៊ុំសំអានដូចជាកាំងជាស្រ័យបាទពុកម៉ែបងប្អូនសូមជួយ share ម្នាក់មួយសិនមកបាទជាស្រ័យខ្ញុំនៅក្នុងទូរស័ព្ទបែរជាកាំងនៅក្នុងនេះធម្មតាអរគុណដំណើរការធម្មតាប៉ុន្តែខ្ញុំវាកាំងមិនដឹងថាមកពីទូរស័ព្ទខ្ញុំឬអីទេបាទអាដាមអ៊ុំសំអានតើអាដាមសុខសប្បាយទេបាទសុខសប្បាយធម្មតាខ្ញុំសូមអធិស្ឋានដោយសារតែពិបាកសន្ទនាមែនទែនសូមអាដាមចេញឲ្យចូលវិញបន្តិចបានទេបាទវាបាទសូមអធិស្ឋានប្រិយមិត្តបាទដោយសារតែប្រហែលជាបច្ចេកទេសខាងខ្ញុំព្រោះធ្លាប់មានករណីនឹងកើតឡើងដែរតើតែវាគ្មិនគាត់ចេញហើយគាត់ចូលវិញដោយសារតែខ្ញុំប្រើទូរស័ព្ទខ្ញុំអត់ប្រើកុំព្យូទ័រដោយសារកុំព្យូទ័រខ្ញុំខូច speaker សូមអធិស្ឋានពុកម៉ែបងប្អូនសូមដោយសារតែមានបញ្ហាបច្ចេកទេសហើយពុកម៉ែបងប្អូនឃើញហើយមួយរយៈចុងក្រោយនេះគឺមានការប្រតិកម្មណាមានទាំងអ្នកតូចអ្នកធំអាចកអាចែមអីគឺប្រតិកម្មទៅលើសកម្មភាពរបស់ពួកយើងដែលជារដ្ឋាភិបាលកម្ពុជាឯករាជ្យ23តុលាមែនទែនហើយពុកម៉ែបងប្អូនឃើញហើយដំបូងឡើយគឺគេចោទយើងណាគេចោទយើងថាយើងនឹងនៅជាមួយបរទេសនៅជាមួយថៃនៅជាមួយអីចឹងទៅប៉ុន្តែពេលដែលក្រមកិច្ចការងារមានទាំងក្រមបច្ចេកទេសព្រំដែនមានទាំងក្រមបាទអាដាមអ៊ុំសំអានចូលមកវិញហើយមានទាំងក្រមបច្ចេកទេសព្រំដែនមានទាំងអ្នកធ្វើកិច្ចការងារបរទេសគឺបានរៀបចំឯកសារដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ ICJ ក៏មានការប្រតិកម្មទៀតណាមានការប្រតិកម្មពីពួកគេទៀតដែលគេលើកឡើងថាពួកយើងនេះគ្រាន់តែជាការសម្ដែងគ្រាន់តែជាការដែលទៅថតរូបឬក៏គ្មានចំណេះគ្មានជំនាញអីទេហើយយើងឃើញថ្មីនេះគឺជាក់ស្ដែងគឺលោកស្រីថិតកំហ៊ុនបានទៅប្រជុំនៅអឺរ៉ុបបាទដំណើរការធម្មតាហើយបាទឥឡូវដោយសារតែនៅក្នុងទូរស័ព្ទខ្ញុំគឺបញ្ហាឥឡូវអាយដាមអ៊ុំសំអានតើបញ្ហាដែលអាយដាមបានទៅស្រាវជ្រាវណាផ
ផែនទីនៅបណ្ណាល័យសភាអាដាមទទួលបានមកដល់ពេលនេះគឺមួយសប្តាហ៍ហើយតើអាដាមឃើញមិនប្រក្រតីអ្វីខ្លះពាក់ព័ន្ធទៅនឹងផែនទីដែលអាដាមទទួលបាននៅក្នុងដៃហើយជាក់ស្ដែងគឺការដែលដឹកនាំដោយរបបក្រុងភ្នំពេញដែលដឹកនាំធ្វើឲ្យបាត់បង់ទឹកដីតើអាដាមមើលឃើញថាក្រោយពីសង្គ្រាម5ថ្ងៃតើស្ថានភាពជាពិសេសគឺបញ្ហាទឹកដីបូរណភាពទឹកដីដែលនៅដូចថាដែលមានចំនួនជាមួយនឹងកម្ពុជានិងថៃហ្នឹងតើអាដាមសម្គាល់ឃើញអ្វីខ្លះអាដាមបាទពួកខ្ញុំនៅជាមួយបងប្អូននៅទីទៀតដែលទៅស្រាវជ្រាវផែនទីនៅបណ្ណាល័យសភាអាមេរិកបាទខ្ញុំហើយនឹងលោកផនផាណាហើយនឹងលោកសក្កណាបានទៅបណ្ណាល័យសភាសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុននេះគឺយើងបានរកឃើញផែនទីកម្ពុជាជាមួយនឹងប្រទេសថៃហើយកម្ពុជាជាមួយនឹងប្រទេសវៀតណាមក៏ប៉ុន្តែផែនទីកម្ពុជាជាមួយនឹងប្រទេសវៀតណាមយើងអត់យកនោះទេដោយសារកាលពីឆ្នាំ2015ខ្ញុំបានទៅបណ្ណាល័យសភាសហរដ្ឋអាមេរិកម្ដងរួចហើយបានយកផែនទីកម្ពុជាជាមួយវៀតណាមរួចហើយដូច្នេះហើយយើងយកតែផែនទីកម្ពុជាជាមួយនឹងប្រទេសថៃទេក៏ប៉ុន្តែផែនទីកម្ពុជាជាមួយនឹងប្រទេសឡាវគឺយើងរកឃើញទេយើងបានឲ្យអ្នកធ្វើការនៅបណ្ណាល័យហ្នឹងជួយរកយើង2-3ដងក៏ប៉ុន្តែរកអត់ឃើញយើងមិនដឹងថាមូលហេតុអីដែរដូច្នេះផែនទីកម្ពុជាជាមួយនឹងប្រទេសឡាវអាចយើងនឹងទៅយកនៅបណ្ណាល័យមួយដែលគេហៅថាវិទ្យាស្ថានជាតិភូមិសាស្ត្រនៅ IGN នៅប្រទេសបារាំងនៅទីក្រុងប៉ារីសហើយមានបងប្អូនមួយចំនួនដែលជាអ្នកគ្រប់គ្រងគណៈបព្វជិជនគេបានចំអកមកឲ្យខ្ញុំថាលោកអ៊ុំសំបានហ្នឹងឃើញលើកផែនទីកន្លងមកហ្នឹងផែនទីស្អីគេបោកប្រាស់គេកុហកទៀតទេទើបតែទៅចម្លងផែនទីហ្នឹងហើយផែនទីកន្លងមកហ្នឹងផែនទីអីគេគាត់សរសេរដោយចម្ងល់ឬនិយាយដោយចម្ងល់អញ្ចឹងណាបាទតាមពិតកាលពីឆ្នាំ2015នៅពេលដែលខ្ញុំធ្វើជាតំណាងរាស្ត្រខ្ញុំបានទៅបណ្ណាល័យសភាអាមេរិកម្ដងហើយទៅអង្គការសហប្រជាជាតិម្ដងហើយនឹងទៅវិទ្យាស្ថានជាតិភូមិសាស្ត្រ IGN នៅទីក្រុងប៉ារីសម្ដងរួចហើយដើម្បីយកផែនទីកម្ពុជាជាមួយនឹងប្រទេសវៀតណាមក៏ប៉ុន្តែពេលហ្នឹងអត់បានយកផែនទីកម្ពុជាជាមួយនឹងប្រទេសថៃនិងប្រទេសឡាវទេដោយសារអីដោយសារពេលហ្នឹងស្ថានភាពព្រំដែនក្តៅជាមួយនឹងប្រទេសវៀតណាមជាមួយថៃជាមួយឡាវហ្នឹងវាមិនមានស្ថានភាពក្តៅកគុកនោះទេហើយដោយសារមានពេលគ្រប់គ្រាន់ផងអញ្ចឹងយើងខ្ញុំយកតែផែនទីតែជាមួយនឹងប្រទេសវៀតណាមអញ្ចឹងខ្ញុំលើកផែនទីកន្លងមកហ្នឹងគឺផែនទីជាមួយប្រទេសវៀតណាមសូមជម្រាបអញ្ចឹងកុំឲ្យបងប្អូនមួយចំនួនគាត់ឆ្ងល់ថាលោកអ៊ុំសំបានហ្នឹងទើបតែទៅយកផែនទីយូរហើយហ្នឹងមិនពីមុនមកអត់តន់ទៅយកទេអញ្ចឹងលើកផែនទីអីបាទហ្នឹងខ្ញុំសូមជម្រាបអញ្ចឹងខ្ញុំត្រឡប់មកវិញក្រោយយើងទៅបណ្ណាល័យសភាអាមេរិកនេះគឺយើងយកបានផែនទីមាន3ប្រភេទផែនទីຂະຫນាត1លើ200ប៉ុណ្ណហ្នឹងដែលជាផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាប្រាំងសៀមឆ្នាំ1904 1907ហ្នឹងមាន3ប្រភេទហ្នឹងមួយប្រភេទមាន10ផ្ទាំងចំនួន10ផ្ទាំងមួយប្រភេទទៀតដូចខ្ញុំមិនចាំដូចជា11 12ផ្ទាំងបាទវាមាន3ប្រភេទណាប៉ុន្តែយើង copy បានតែ2ប្រភេទទេមួយប្រភេទទៀតយើងមិនបាន copy ទេវាដូចគ្នាដែរហើយអានោះបញ្ហាទី1បញ្ហាទី2ដោយសារពេលវេលាមិនគ្រប់គ្រាន់អញ្ចឹងយើង copy តែ2ប្រភេទនៃផែនទីຂະຫນាត1លើ200ប៉ុណ្ណណាដែលជាផែនទីដែលគូសនៅចន្លោះឆ្នាំ1908 1909បាទដែលហៅថាផែនទីបារាំងណាបាទនៅពេលដែលយើងយកមកនេះខ្ញុំមិនតាន់មានពេលគ្រប់គ្រាន់ដើម្បីសិក្សាប៉ុន្តែយើងសិក្សា
បានខ្លះទៅលើផែនទីហ្នឹងគឺយើងឃើញថាដូចជាភ្នំត្រប់អីគឺស្ថិតនៅក្នុងដីយើងជ្រៅប្រហែលជា2 គីឡូម៉ែត្រចេញពីព្រំដែនណាបើយើងមើលតាមផែនទី Google គឺប្រហែលជា300 ម៉ែត្រ 500 ម៉ែត្រទេប៉ុន្តែផែនទី Google គឺមិនមែនជាផែនទី Google Map ណាផែនទី Google Map ហ្នឹងមិនមែនជាផែនទីផ្លូវការនោះទេអញ្ចឹងផែនទីនៅលើផែនទីខ្នាត1 លើ 200 ប៉ុណ្ណឹងហ្នឹងបានជាផែនទីផ្លូវការដូច្នេះយើងឃើញថាភ្នំត្រប់នៅក្នុងដីខ្មែរជ្រៅមែនទែនរហូតដល់ហើយជាង2 គីឡូម៉ែត្រក៏ប៉ុន្តែបែរជាសពថ្ងៃនេះថៃជាអ្នកគ្រប់គ្រងភ្នំត្រប់ទៅវិញបាទខ្មែរយើងនៅចកេះភ្នំហើយទាហានថៃនៅកំពូលភ្នំត្រប់សពថ្ងៃនេះបាទអញ្ចឹងហើយបានជាយើងទាមទារឲ្យលោកហ៊ុនម៉ាណែតហ្នឹងគឺទាមទារយកភ្នំត្រប់មកវិញបាទហើយត្រូវប្តឹងទៅ ICJ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីយកភ្នំត្រប់មកវិញកុំនៅស្ងៀមហើយមានអ្នកគ្រប់គ្រងគណៈបព្វជិជនទៅឃោសនាថាភ្នំត្រប់ខ្មែរយើងគ្រប់គ្រងទេហើយដែលថៃគេបង្ហោះហ្នឹងគឺមិនមែនភ្នំត្រប់របស់ខ្មែរទេគឺផាមួយដែងនៅជិតព្រំដែនឡាវឯណានោះបាទហើយទៅផាមួយដែងនៅជិតព្រំដែនឡាវឯណាមានដែលយើងមើលពីលើភ្នំត្រប់មកដែលទាហានថៃមើលពីលើភ្នំត្រប់មកឃើញស្រះទឹកគោមួយហ្នឹងស្រះទឹកគោមួយហ្នឹងគឺនៅជិតភ្នំត្រប់ជិតប្រាសាទព្រះវិហារហ្នឹងឯងឃើញទេដូច្នេះយើងបានសិក្សាចំណុចហ្នឹងហើយចំណុចមួយចំនួនទៀតយើងឃើញមានចំណុចមួយចំនួនដែលជាតំបន់ចំនួនដែរក៏ប៉ុន្តែយើងត្រូវការសិក្សាបន្ថែមដូចជាខ្ញុំសូមកាត់អាដាមបន្តិចពាក់ព័ន្ធទៅនឹងស្រះទឹកគោមួយនេះឃើញមានការផ្ទុះវែងញែកច្រើនជាពិសេសគឺក្រមគណៈបព្វជិជនតែម្ដងបានដូចថាប្រឌិតកែច្នៃពីព្រោះអាស្រះទឹកគោមួយនេះយ៉ាងម៉េចវិញអាដាមបើយោងទៅតាមការសិក្សាស្រាវជ្រាវរបស់អាដាមថាអ្នកខ្លះគេថាស្រះភ្នំទ្របហ្នឹងគេមើលមកយោងទៅតាមខ្ញុំតាមដាន Facebook របស់អាដាមដែរដោយអាស្រះទឹកគោមួយហ្នឹងគេមើលពីប្រាសាទព្រះវិហារក៏ឃើញហើយនឹងពីគេហៅផ្ទះក្រហមដែលជាកន្លែងផ្ទះតមុកនោះក៏ឃើញហើយនឹងពីភ្នំទ្របក៏ឃើញដែរអញ្ចឹងហើយកន្លែងហ្នឹងអាដាមជួយបញ្ជាក់អត់តិចបានទេដើម្បីឲ្យមហាជនបានយល់ច្បាស់កុំឲ្យគេចេះថាអូអាស្រះទឹកគោមួយហ្នឹងបើមើលពីណាទៅវារៀងយ៉ាងណាមើលពីណាទៅវារៀងយ៉ាងណាដើម្បីកុំឲ្យមហាជនហ្នឹងចេះថាអូពួកយើងហ្នឹងចេះតែបង្កើតព័ត៌មានคล้ายៗថាភ្នំទ្របហ្នឹងបាត់ហើយទាំងខ្ញុំទាំងអាដាមផ្ទាល់ហ្នឹងគឺយើងទទួលបានព័ត៌មានច្រើនជ្រុងមែនទែនដែលថាភ្នំទ្របហ្នឹងគឺត្រូវបានថៃហ្នឹងបានគ្រប់គ្រងឲ្យក្រោយពីសង្គ្រាម5ថ្ងៃហើយយើងទទួលបានព័ត៌មានតាំងពីប្រជាពលរដ្ឋតាំងពីព្រះសង្ឃតាំងពីកងទ័ពជួរមុខដែលនៅទីហ្នឹងដល់អញ្ចឹងទៅរដ្ឋាភិបាលក៏គ្មានឆន្ទៈក្នុងការបង្ហាញថាតើភ្នំទ្របហ្នឹងសពថ្ងៃហ្នឹងនៅលើអ្នកណាកាន់កាប់ឲ្យប្រកបដែរណាប៉ុន្តែយើងដឹងព័ត៌មានបែបហ្នឹងហើយប៉ុន្តែក្រុមអ្នកសេនាធិការរបស់គណៈបព្វជិជនពួកដែលអ្នកលេង Facebook អីគេអះអាងច្បាស់ណាស់ថាភ្នំទ្របហ្នឹងរាល់ថ្ងៃហ្នឹងនៅខ្មែរកាន់កាប់ដដែលប៉ុន្តែមិនមានព័ត៌មានឬក៏សេចក្តីថ្លែងការណ៍ណាមួយចេញពីក្រសួងការពារជាតិថាភ្នំទ្របហ្នឹងនៅខ្មែរកាន់កាប់ដែរប៉ុន្តែខាងថៃគឺគេបានផ្សព្វផ្សាយយ៉ាងកក្រឹកកក្រែងសូម្បីតែមេតបភូមិភាគ2របស់ថៃហ្នឹងក៏ធ្វើសេចក្តីថ្លែងការណ៍ដែរថាគឺគេយកបានទឹកដីច្រើនក្រោយពីសង្គ្រាម5ថ្ងៃតាំងពីភ្នំទ្របប្រាសាទតាមន់ចាក់ច្រែងស្អីអានសេសអីហ្នឹងច្រើនណាស់ប៉ុន្តែគេក៏បាននិយាយដែរថាលើកលែងតែប្រាសាទតាក្របីគេយកអត់បានអញ្ចឹងហើយសូមអាយឧត្តមជួយបញ្យល់កន្លែងហ្នឹងតិចឲ្យមហាជនបានដឹងថាតើអាស្រះទឹកគោមួយហ្នឹងវាមានស្ថានបែបណាបើយើងមើលពីព្រះប្រាសាទព្រះវិហារវាមានស្ថានបែបណាយើងមើលពីភ្នំផ្ទះក្រហមផ្ទះតមុកវាមានស្ថានបែបណាមើលពីភ្នំទ្របមកអាដាមសូមជឿបានបាទភ្នំទ្របសប្តាហ៍ហ្នឹងគឺទាហានថៃគ្រប់គ្រងនៅកំពូលភ្នំហើយទាហានខ្មែរយើងនៅចង្កេះភ្នំហើយយើងឃើញហើយកន្លងមកនេះគឺថៃបានធ្វើកំផែងនៅលើភ្នំទ្របរបស់នៅលើភ្នំទ្របហ្នឹងហើយចុងក្រោយហ្នឹងគឺយើងឃើញនាយករដ្ឋមន្ត្រីថៃអនុទានក៏បានទៅដល់កំពូលភ្នំទ្របផងដែរអាហ្នឹងយើងឃើញជាក់ស្ដែងអញ្ចឹងហើយ
បើសិនជាយើងមើលពីលើភ្នំទ្រាប់ទៅដែលឃើញពេលទាហានខ្មែរយើងមុនដែលផ្ទុះសង្គ្រាមក៏យើងឃើញក៏ថតពីលើភ្នំទ្រាប់ទៅក៏ដូចជាសប្តាហ៍នេះទាហានថៃគេថតពីលើភ្នំទ្រាប់ទៅឃើញទៅក្រោមហ្នឹងមានស្រះទឹកមួយស្រះទឹកហ្នឹងគឺស្រះទឹកគោមួយបាទស្រះទឹកគោមួយហ្នឹងបើយើងមើលពីកម្ពស់ភ្នំទ្រាប់ទៅឃើញស្រះទឹកគោមួយហ្នឹងរាងបណ្ដោយបាទរាងបណ្ដោយតែម្ដងអាហ្នឹងហ្នឹងកម្ពស់ភ្នំទ្រាប់ហើយក៏ប៉ុន្តែមួយទៀតយើងឃើញអ្នកគ្រប់គ្រងគណៈបព្វជិជនយកមកកុហកបោកប្រាស់បងប្អូនប្រជាប្រដ្ឋហ្នឹងគឺថតនៅពយតាឌីនៃប្រាសាទព្រះវិហារទៅឃើញស្រះទឹកគោមួយនឹងដែរក៏ប៉ុន្តែអត់ឃើញរាងបណ្ដោយទេឃើញរាងបញ្ឆិតទៅតឹងបន្តិចបាទមិនរាងបណ្ដោយទេអាហ្នឹងថតពីពយតាឌីនៃប្រាសាទព្រះវិហារដូច្នេះវីដេអូដែលថតពីពយតាឌីនៃប្រាសាទព្រះវិហារនោះគឺជាវីដេអូដែលគេបំភ្លៃថាអូភ្នំទ្រាប់ទាហានយើងកំពុងឈរគ្រប់គ្រងនៅកម្ពុជាភ្នំទ្រាប់បាទអាហ្នឹងដូច្នេះមិនមានទេគឺមើលឃើញដូចគ្នាប៉ុន្តែតម្រង់នៃការដែលយើងមើលឃើញហ្នឹងគឺថាវាខុសគ្នាព្រោះបើសិនយើងគិតពីភ្នំទ្រាប់ហើយនឹងស្រះទឹកគោមួយហ្នឹងភ្នំទ្រាប់វាដូចនៅខាងលិចជាងត្បូងបន្តិចថានៅខាងលិចចុះខាងលិចស្រះទឹកគោមួយបើយើងមើលទៅពយតាឌីនៃប្រាសាទព្រះវិហារវារៀងនៅខាងកើតហើយរៀងប្រឆិតខាងជើងបន្តិចវាខុសគ្នាអញ្ចឹងយើងមើលទៅទំនងខុសគ្នាដល់មួយទៀតចំណុចមួយទៀតគឺនៅពេលដែលហ៊ានថៃថតពីកម្ពុជាភ្នំគេហៅថាផាម៉ូអេដែងដែលថៃហៅថាផាម៉ូអេដែងប៉ុន្តែខ្មែរយើងគឺហៅថាផ្ទះសមុទ្រឬក៏ផ្ទះក្រហមព្រោះកាលពីទសវត្សរ៍ទី80សម័យសង្គ្រាមស៊ីវិលហ្នឹងគឺផ្ទះសមុទ្រឬផ្ទះក្រហមហ្នឹងគឺជាទីបញ្ជាការរបស់ទីបញ្ជាការរបស់ទាហានខ្មែរក្រហមណាបាទដល់ឆ្នាំ98បានថៃគេយកបានទីតាំងហ្នឹងទៅហើយគេបដូរឈ្មោះទៅជាផាម៉ូអេដែងសប្តាហ៍នេះគឺហៅថាផាម៉ូអេដែងបើយើងមើលពីភ្នំផាម៉ូអេដែងឬផ្ទះតមុកហ្នឹងផ្ទះអតីតផ្ទះតមុកហ្នឹងមើលទៅស្រះទឹកគោមួយក៏ឃើញដែរក៏ប៉ុន្តែវានៅបើមើលទៅវាដូចនៅឈៀងខាងត្បូងហើយនៅឈៀងខាងកើតបាទឈៀងខាងកើតហើយឈៀងទៅខាងត្បូងបន្តិចអញ្ចឹងវាឃើញស្រះទឹកគោមួយដែរប៉ុន្តែអត់ឃើញបណ្ដោយឃើញរាងទទឹងហើយបញ្ឆិនបន្តិចអញ្ចឹងណាដូច្នេះមើលពីមុំទាំង3ហ្នឹងពីប្រាសាទព្រះវិហារពីកំពូលភ្នំទ្រាប់ហើយនឹងផាម៉ូអេដែងឬក៏អតីតផ្ទះសមុទ្រនោះឃើញស្រះទឹកគោមួយដូចគ្នាដូច្នេះបើសិនជាដូចគេថាអីភ្នំទ្រាប់ឬដែលគណៈបព្វជិជនអ្នកគ្រប់គ្រងគណៈបព្វជិជនគេបំភ្លៃថាភ្នំផាម៉ូអេដែងហ្នឹងដែលថៃកំពុងឈរជើងហ្នឹងនៅចិត្តព្រំដែនឡាវវាអត់មានបើសិននៅចិត្តព្រំដែនឡាវមានវាអត់មានស្រះទឹកគោមួយនោះទេដូច្នេះអាហ្នឹងមិនមានជាការពិតនោះទេបាទដែលគណៈបព្វជិជនមួយចំនួនថាកម្ពុជាយើងហ្នឹងកំពុងឈរជើងនៅលើភ្នំទ្រាប់ហ្នឹងបាទដូច្នេះគួរតែទទួលស្គាល់ការពិតទៅហើយនៅពេលដែលយើងទទួលស្គាល់ការពិតហើយយើងទាមទារភ្នំទ្រាប់មកវិញតាមរយៈការប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ទៅបាទបើសិនជាយើងចរចាធ្វើភាគី 100% ថៃគេគ្រប់គ្រងហើយគេមិនដែលឲ្យមកយើងវិញនោះទេបាទដូចផាមួយដែងឬផ្ទះសមុទ្រហ្នឹងថៃគ្រប់គ្រងឆ្នាំ98ដែរថ្មីទេតាប៉ុន្តែនៅពេលដែលយើងចរចាឬអីគេឲ្យមកយើងវិញហ៎ដូចប្រាសាទស្រុកកក់ធំអីនៅខេត្តសប្តាហ៍នេះខេត្តមន្ទីរមន្ជ័យបាទកាលពីមុនកាលពីសង្គ្រាមស៊ីវិលនៃទសវត្សរ៍ទី80ហ្នឹងគឺខ្មែរយើងគ្រប់គ្រងដែរឃើញទេគឺទាហានរបស់លោកញឹមបញ្ឆៃក្រោយមកទាហានរបស់សម្ដេចសឹងសានគ្រប់គ្រងក៏ប៉ុន្តែនៅឆ្នាំ91ធ្វើសមារណកម្មហ្នឹងគឺថៃមកយកសប្តាហ៍គឺថៃគ្រប់គ្រងហើយទោះបីចរចាទៀមទាមិនក៏គេមិនអោយដែរយើងចរចាធ្វើភាគីនឹងទៀមទាតាមរយៈការចរចាធ្វើភាគីគឺគេមិនអោយទេអញ្ចឹងមានជំរើសតែមួយទេគឺត្រូវតែប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិអាហ្នឹងมันអាចទៀមទាបានទៅវិញហើយប្រាសាទតំបន់តូចអីថៃឆ្នាំ
ឆ្នាំ91ទើបមកគ្រប់គ្រងតែទេប្រាសាទតំបន់ធំប្រាសាទតាកបីថៃគ្រប់គ្រងឆ្នាំ91ដែរមុនសង្គ្រាមគឺគ្រប់គ្រងរួមនៅប្រាសាទតំបន់ធំហើយនិងប្រាសាទតាកបីប៉ុន្តែសប្តាហ៍នេះគឺប្រាសាទតំបន់ធំថៃគ្រប់គ្រងប្រាសាទតាកបីយើងគ្រប់គ្រងណាប្រាសាទតំបន់តូចគឺថៃគ្រប់គ្រងយូរហើយយើងមិនដែលបានគ្រប់គ្រងតាំងពីឆ្នាំ91មកណាហើយយើងទាមទារតាមរយៈការចរចាធ្វើវិធីគឺមិនដែលឲ្យមកយើងនោះទេប្រាសាទតំបន់ធំឬក៏ប្រាសាទតំបន់តូចហ្នឹងយើងឃើញចឹងក៏គុតអីទោះបីយើងចរចាធ្វើវិធីយ៉ាងម៉េចក៏គេមិនឲ្យយើងដែរកាលណាគេគ្រប់គ្រងហើយដូច្នេះភូមិជោគជ័យភូមិប្រជានេះដែលគេបោះមកគោម្ដងសោះនេះតាមរយៈការចរចាធ្វើវិធីមិនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នេះគេមិនឲ្យយើងទេបាទកាលណាថៃគេគ្រប់គ្រងហើយគឺគេថារបស់គេហើយអញ្ចឹងគេមិនឲ្យមកយើងនោះទេអញ្ចឹងមកថាតំបន់ដែលមានចំនួនហ្នឹងកុំចរចាធ្វើវិធីគឺត្រូវប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ក៏ប៉ុន្តែរហូតដល់ពេលនេះគឺរដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតហ្នឹងមិនទាន់បានប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅឡើយនោះទេព្រោះយើងបានកន្លែងនេះដែលពួកគណៈបព្វជិជនគេថាពេលដែលយើងទៅកុបពីផែនទីនៅបណ្ដាល័យសភាអាមេរិកឃើញគណៈបព្វជិជនគេថាពួកយើងហ្នឹងស៊ីពេរដ្ឋាភិបាលដែលគេដាក់ពាក្យបណ្ដឹងហើយតែបែរជាពួកយើងនេះទៅស៊ីពេតើអាដាមតាមការស្រាវជ្រាវរបស់អាដាមឬក៏ការដែលរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារសម្រាប់ចាត់ដាក់ពាក្យបណ្ដឹងហ្នឹងមានន័យថាមើលឃើញថារដ្ឋាភិបាលរបបក្រុងភ្នំពេញអ៊ុកកូនហ្នឹងគឺអត់ទាន់ប្តឹងរួចទៅហើយតែអាដាមមើលសម្គាល់អ្វីខ្លះដែលមើលឃើញថារដ្ឋាភិបាលមិនទាន់ប្តឹងហើយគេដាក់សំណុំរឿងឬក៏គេជូនដំណឹងដូចជាចិត្តមួយឆ្នាំហើយអាដាមហើយគេថាយើងទៅបែរជាទៅស៊ីពេគេឯណាណៃថាគេនឹងដាក់រួចហើយតែយើងនឹងមកដើរតួសំដែងស៊ីពេស៊ីអីនឹងសូមអាដាមបញ្ជាក់ប្រាប់មហាជនបន្តិចថាតើរដ្ឋាភិបាលដែលថាដាក់ពាក្យបណ្ដឹងហ្នឹងតើដាក់ឬមិនដាក់ហើយហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជាឯករាជ្យសម្រាប់ចិត្តធ្វើសេចក្តីថ្លែងការណ៍ថានឹងត្រូវដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិយុត្តិធម៌អន្តរជាតិ ICJ អាដាមសូមជឿបាទយើងបាន search ច្រើនដងហើយនៅក្នុងwebsite ឬក៏គេទំព័ររបស់ ICJ ហ្នឹងបាទយើង search ច្រើនដងគឺអត់មានឃើញសំណុំរឿងដែលរដ្ឋាភិបាលលោកហ៊ុនម៉ាណែតប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នោះទេមានឃើញតែសំណុំរឿងដែលកម្ពុជាយើងប្តឹងទៅ ICJ កាលពីចំនួនព្រំដែនកម្ពុជាជាមួយប្រទេសថៃនៅប្រាសាទព្រះវិហារឆ្នាំ62ហើយនឹងប្តឹងម្ដងទៀតឆ្នាំ2011ហើយនឹងចេញសាលក្រមឆ្នាំ2013បាទហ្នឹងយើងឃើញសំណុំរឿងហ្នឹងក៏ប៉ុន្តែសំណុំរឿងថ្មីដែលឆ្នាំ2025នេះដែលរដ្ឋាភិបាលលោកហ៊ុនម៉ាណែតថាដាក់ប្តឹងកាលពីខែមិថុនាឆ្នាំហ្នឹងអត់ឃើញទេកាលណាបើប្តឹងគឺมันអាចលាក់គេបានទេសម័យនេះហើយដូចនៅអឺរ៉ុបហ្នឹងដែលនៅប្រទេសហូឡង់ដែល ICJ មានស្នាក់ការនៅកន្លែងហ្នឹងក៏ដូចជានៅអាមេរិកនៅប្រទេសជឿនលឿនកាលណាប្តឹងអីមួយគឺគេអាច search online ទៅវាឃើញនៅក្នុង website របស់គេហ្នឹងគឺថា pending មានថាវាកំពុងមាននៅក្នុងឯកសាររបស់គេគឺថាគេទទួលយកសំណុំរឿងយើងហើយគេដាក់ pending ក៏ប៉ុន្តែ pending គឺថាកំពុងដំណើរការអីចឹងទៅកំពុងតែបាទវាហ្នឹងគឺវាកំពុងដំណើរការនៅក្នុងcase របស់គេហ្នឹងក្នុងដែលម្ដងរបស់យើងករណីរបស់យើងហ្នឹងក៏ប៉ុន្តែយើង search ទៅអត់ឃើញ pending ផងហ្នឹងអញ្ចឹងដូច្នេះជាការកុហកបោកប្រាស់ទេมันមានប្តឹងនោះទេគ្រាន់តែជូនដំណឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ កន្លងមកហ្នឹងហើយបើសិនជាប្តឹងមានណាទៅពីខែមិថុនារហូតដល់សប្តាហ៍នេះវាដូចថា76ខែណា5ខែហើយថា76ខែហើយធម្មតាបើសិនជាប្តឹងមានគឺប្រកាសជាតុលាការ ICJ ហ្នឹងគេកោះហៅទៅភាគីថៃថាតើអ្នកឯងព្រមឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ជាមួយកម្ពុជាឬក៏អត់ណា
នឹងបើសិនជាប៉ណ្ណឹងមានប៉ុន្តែរហូតដល់ចិត្តកន្លះឆ្នាំហើយអត់តាន់ឃើញតឡាការក៏ហៅភាគីថៃផងហ្នឹងអត់មានឃើញជួនដំណឹងទៅថៃថាកម្ពុជាប្តឹងទៅ ICJ ផងហ្នឹងដូច្នេះអឺមិនតាន់បានប្តឹងទេហើយមួយទៀតបើសិនជាប្តឹងមានណាតឡាការប្រកាសជាផ្ញើលិខិតមកឲ្យខាងកម្ពុជាថានេះយើងជាតឡាការ ICJ ត្រូវការឯកសារបន្ថែមសូមដាក់ឯកសារបន្ថែមពីផែនទីពីប្រវត្តិសាស្ត្រពីប្រវត្តិនៃតំបន់ដែលឯងប្តឹងនោះជាប្រាសាទតំបន់ធំប្រាសាទតំបន់តូចប្រាសាទតាកបីមុំបីហ្នឹងដាក់ឯកសារបន្ថែមមកដើម្បីបញ្ជាក់ថាទីតាំងទាំងអស់ហ្នឹងគឺជាកម្មសិទ្ធិជាទឹកដីរបស់កម្ពុជាណាក៏ប៉ុន្តែអត់មានរហូតដល់ពេលនេះអត់មានឃើញប៉ុណ្ណាហើយបើសិនជាប្តឹងមានណាប្រកាសជាមេធាវីរបស់រដ្ឋាភិបាលមេធាវីអន្តរជាតិនិងមេធាវីខ្មែរហ្នឹងគឺគេត្រូវប្រជុំគ្នាដើម្បីរៀបចំឯកសារដាក់បន្ថែមឬក៏គេនឹងតាក់ទងជាមួយ ICJ ដើម្បីសួរនាំពីដំណើរការដែលគេដាក់ពាក្យបណ្ដឹងដល់ណាហើយណាព្រោះដល់ពេលនេះស្ងាត់តែចឹងហ៎តាំងពីប្តឹងនឹងមកឃើញមេធាវីអន្តរជាតិហើយនិងមេធាវីរដ្ឋាភិបាលជួបគ្នាតែម្ដងគាត់ជួបគ្នាហើយស្ងាត់តែចឹងណាចឹងមានថាអត់តន់ប្តឹងទេបាទដូច្នេះបានយើងស្នើឲ្យរដ្ឋាភិបាលលោកហ៊ុនម៉ាណែតហ្នឹងគឺដាក់ពាក្យមិនដឹងទៅកាន់តុលាការយុទ្ធធម៌អន្តរជាតិ ICJ ឲ្យបានឆាប់បំផុតតាមតែអាចធ្វើទៅបានបើសិនជាមិនប្តឹងទេរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23នឹងប្តឹងជំនួសហើយអាហ្នឹងសូមជម្រាបអញ្ចឹងប៉ុន្តែដូចខ្ញុំជម្រាបតាមទូរទស្សន៍ស៊ីស្រីអញ្ចឹងឯងថាបើសិនជារដ្ឋាភិបាលលោកហ៊ុនម៉ាណែតប្តឹងគឺយើងអបអរសាទរយើងគ្រប់គ្រងហើយបើសិនជាគាត់ប្តឹងយើងមិនប្តឹងទេយើងមិនចង់ប្តឹងទេយកត្រង់យ៉ាងមកគឺថាព្រោះរដ្ឋាភិបាលលោកហ៊ុនម៉ាណែតគាត់កាន់អំណាចគាត់មានអត្ថភាពជាងបាទមានទម្ងន់ជាងមានអត្ថភាពជាងក្នុងការប្តឹងទៅគឺនឹងដោះស្រាយរឿងហ្នឹងអញ្ចឹងបើសិនជាគាត់ប្តឹងគឺជារឿងល្អហើយយើងគ្រប់គ្រងមិនមានដោយរដ្ឋាភិបាល$23រកប្តឹងមានការរិះគន់ពីសំណាក់អ្នកគ្រប់គ្រងគណៈបព្វជិជននោះទេបាទយើងមានអាសាទោវាក៏គ្នាអញ្ចឹងកន្លែងនេះជាការពិតអាដាមពេលដែលរដ្ឋាភិបាលរបបក្រុងភ្នំពេញប្រកាសថាប្តឹងរឿងបញ្ហាព្រំដែនជាកម្ពុជាជាមួយថៃទៅតុលាការអន្តរជាតិ ICJ យើងឃើញមានអ្នកប្រជាធិបតេយ្យនឹងសាទរច្រើនណាស់ទាំងឯកឧត្តមទាំងចលនាខ្មែរដើម្បីប្រជាធិបតេយ្យ KMD ទាំងថ្នាក់ដឹកនាំគណៈបក្សសង្គ្រោះជាតិគឺសាទរយើងអត់មានថាជាការលេងល្ខោនជាការអីទេបើសិនជាធ្វើអ្វីចំណេញទៅដល់ផលប្រយោជន៍ជាតិគឺពួកយើងអ្នកប្រជាធិបតេយ្យស្ថាប័នធំរបស់អ្នកប្រជាធិបតេយ្យនៅក្រៅប្រទេសតែងតែសាទរប៉ុន្តែចំណែកពេលដែលអ្នកប្រជាធិបតេយ្យចង់ធ្វើអ្វីមួយដើម្បីជាតិជាពិសេសគឺរឿងប្តឹងទៅតុលាការអន្តរជាតិ ICJ នេះពុកម៉ែបងប្អូនណាគឺខ្ញុំផ្ទាល់ខ្ញុំបានមានសំណាងទៅធ្វើជាសហការីរបស់អាដាមអ៊ុំសំអាន 2-3 ថ្ងៃហើយបានទៅសិក្សាជាមួយអាដាមអ៊ុំសំអាន 2-3 ថ្ងៃគឺទទួលបានច្រើនមែនទែនរាល់ថ្ងៃគឺផែនទីចម្លងក៏មាននៅក្នុងដៃខ្ញុំមួយសំណុំដែរខ្ញុំបានឃើញរឿងមិនប្រក្រតីមួយចំនួនដែរប៉ុន្តែកិច្ចការនេះជាកិច្ចការងារបច្ចេកទេសទៅឲ្យអាដាមអ៊ុំសំអានជាអ្នកបកស្រាយដែរប៉ុន្តែខ្ញុំបានឃើញរាល់ថ្ងៃនេះខ្ញុំបានយកមក compare មកប្រៀបធៀបជាមួយនឹង Google Map ដែលបច្ចុប្បន្នប៉ុន្តែមិនមែនជាផ្លូវការប៉ុន្តែយើងគ្រាន់តែយកមកប្រៀបធៀបគ្នាថាកន្លែងណាបាត់បង់ទឹកដីកន្លែងណាទឹកដីយើងនៅអីហ្នឹងដូចជាវត្តនងច័ន្ទហ្នឹងរាល់ថ្ងៃហ្នឹងគឺស្ថិតនៅក្នុងថៃគ្រប់គ្រងហើយនៅក្នុង Google Map ណាប៉ុន្តែយើងមើលទៅក្នុងផែនទីឧបសម្ព័ន្ធដែលយើងទទួលបាន1907 1908 1909ហ្នឹងគឺទីតាំងអស់ហ្នឹងទឹកដីខ្មែរហើយមួយវិញទៀតនៅភ្នំទ្របនេះពុកម៉ែបងប្អូននៅភ្នំទ្របនេះហើយយើងឃើញរាល់ថ្ងៃនេះពុកម៉ែបងប្អូនប្រហែលជាមិនសូវចាប់អារម្មណ៍ឬយ៉ាងណាទេរឿងផ្ទះតមុកនេះគឺនៅក្នុងទឹកដីខ្មែរនេះគឺវាបើគិតជាមួយនឹងផែនខ្សែបន្ទាត់ព្រំដែនផែនទីឧបសម្ព័ន្ធបារាំងសៀមគឺផ្ទះតមុកនេះគឺស្ថិតនៅក្នុងទឹកដីខ្មែរហើយវាចូលជ្រៅមែនទែនមកពីខ្សែបន្ទាត់ព្រំដែនណាហើយតំបន់នោះវាមានច្រើនទៀតនៅតំបន់ភ្នំទ្របហ្នឹងនៅវាពីខាងក្រោយប្រាសាទព្រះវិហារវាមានដូចជាចាក់ច្រែងមាននឹងមានភ្នំទ្របនឹងមានម្ដុំវាលន្ទ្រីមានអីហ្នឹងហើយយោងទៅតាមដែលពួកយើងទទួលបានព័ត៌មានគឺយើងមិនបាត់ភ្នំទ្របហ្នឹងទេតំបន់ចាក់ច្រែងតំបន់ស្អីដែលតំបន់ផ្ទុះអាវុធខ្លាំងហ្នឹងគឺយើងបាត់ទឹកដីច្រើន
ច្រើនមែនទែនពុកម៉ែបងប្អូនអញ្ចឹងហើយបានមានយើងមានភ័ព្វសំណាងដែលមានអាដាមអ៊ុំសំតានដែលគាត់អ្នកជំនាញបញ្ហាព្រំដែនហើយគាត់ធ្វើពុកម៉ែបងប្អូនបានឃើញហើយគឺគាត់ធ្លាប់ជាប់គុកជាប់ច្បាប់ដោយសារតែធ្វើបញ្ហាព្រំដែននេះប៉ុន្តែលោកនៅតែធ្វើហើយយើងមានកូនខ្មែរម្នាក់ដែលខិតខំបែបហ្នឹងយើងត្រូវតែលើកទឹកចិត្តទាំងអស់គ្នាហើយខ្ញុំនៅជាមួយអាដាមអ៊ុំសំអានអត់គេងទេមួយយប់គឺគាត់គេងប្រហែលជា2 ម៉ោងឬក៏1 ម៉ោងតែប៉ុណ្ណឹងគឺគាត់គឺដូចថាគាត់រវល់ដល់រឿងជាតិនឹងតែម្ដងអញ្ចឹងរឿងបញ្ហាប្តឹងទៅតុលាការអន្តរជាតិ ICJ នេះខ្ញុំក៏នៅក្បែរជិតស្និទ្ធជាមួយអ្នកស្រីថិតកំហ៊ុនដែលជាគណៈកម្មការកិច្ចការបរទេសហើយនឹងទទួលបន្ទុកសន្ធិសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស23ដុល្លារហ្នឹងគាត់កំពុងតែធ្វើការជាមួយនឹងមេធាវីអន្តរជាតិហើយនឹងមេធាវីនៅប្រចាំការនៅតុលាការអន្តរជាតិ ICJ នឹងតែម្ដងគឺគាត់ធ្វើការអនឡាញជាមួយគ្នាគឺពេលដែលគាត់ទៅហ្នឹងគឺទៅតុលាការអន្តរជាតិ ICJ គឺទៅធ្វើ make appointment ទៅធ្វើការណាត់គ្នាហើយឥឡូវហ្នឹងគឺគាត់បានជជែកគ្នាហើយរឿង process របស់រដ្ឋាភិបាលរបបក្រុងភ្នំពេញដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ ICJ ហ្នឹងគឺมันមានព័ត៌មានណាស្ទាល់តែសោះមានទាំងពួកយើងឆែកទៅលើ website system គេហ្នឹងអត់មាន pending បញ្ចូលពាក្យបណ្ដឹងថ្មីជាមួយនឹងខ្មែរដាក់ទៅតុលាការអន្តរជាតិ ICJ ហើយក្រុមការងាររបស់យើងបានចុះទៅតុលាការអន្តរជាតិ ICJ ផ្ទាល់ជួបជាមួយនឹងមេធាវីផ្ទាល់ក៏អត់ឃើញទៀតអញ្ចឹងហើយឱកាសនៅមានសម្រាប់រដ្ឋាភិបាលរបបក្រុងភ្នំពេញដោយអាដាមអ៊ុំសំអានលោកលើកឡើងអញ្ចឹងថាពួកយើងមិនទាន់មានទម្ងន់ធ្ងន់ក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ទេបើសិនជារបបក្រុងភ្នំពេញមានឆន្ទៈពិតប្រាកដក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ ICJ អាហ្នឹងគឺរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារគ្រប់គ្រងឲ្យត្រូវការឯកសារយោងអីដោយពួកយើងបានធ្វើកិច្ចការងារមួយចំនួនឧទាហរណ៍ថាខ្វះខាតអីគឺអាដាមអ៊ុំសំអានឬក៏អ្នក